ដោះសាច់ជាកញ្ចុំតូចកើតសិមន់អាចមានថ្នាំដោះស្រាយទេពាក់ព័ន្ធនឹងបញ្ហាសិមន់មានរោគសញ្ញាជាការដោះសាច់កញ្ចុំបន្ទប់ដូចផ្កាខាត់ណាដូចខ្លែបក្រូចដូចឬក្របទៅនឹងប្រភេទមានការវិវត្តពីតូចទៅធំហើយមានការឈឺចាប់មានការរមាស់បើសិនជាស្ត្រីអាចនឹងមានលីលំជាមួយការធាក់សបើសិនជាបរិសុទ្ធខ្លះទៀតគាត់មានបញ្ហាកាមរោគរហូតដល់មានការហូរខ្ទុះមានការរមាស់ឈឺហើមទៅនឹងប្រភេទផងដែរអញ្ចឹងពាក់ព័ន្ធនឹងជំងឺកាមរោគនេះបងប្អូនទទួលការដោះស្រាយឲ្យបានត្រឹមត្រូវបងប្អូនខ្លះរហូតដល់មានការដុតហើយកើតម្ដងហើយម្ដងទៀតថ្នាំលាបផងអីផងនៅតាមបាត់អញ្ចឹងបើសិនជាបងដោះសិមន់យូរឆ្នាំពិបាកក្នុងការស្វែងរកដំណោះស្រាយនឹងខ្ញុំសូមណែនាំបងប្អូនជាមួយនឹង My Full-D គឺល្អខ្លាំងមែនទែនបងប្អូនប្រើតែមួយថ្ងៃពីរដងសិមន់បងប្អូនចាប់ផ្ដើមរួមស្វិតទៅវិញគឺដាច់ចេញស្អាតតែម្ដងចុះបងប្អូនដែលគាត់ចង់បាត់ទៅលើបញ្ហាសិមន់បងប្អូនអាចឆាតចូល page ធ្វើការប្រឹក្សាឲ្យច្បាស់មុននឹងប្រើប្រាស់ផងដែរអរគុណ